តើបងប្អូនដឹងទេថាទ្វាររមូលរហ័សឬក៏ high speed door មានជម្រើសដំណើរការយ៉ាងដូចម្តេចខ្លះទ្វាររមូលរហ័សអាចបើកដោយស្វ័យប្រវត្តិតាមរយៈ sensor តេឡេបញ្ជាឬហៅថា remote control ខ្សែទាញនិងអាចបើកដោយដៃរវៃនៅពេលដាច់ភ្លើងផងដែរនៅក្នុងវីដេអូនេះយើងនឹងបង្ហាញពីដំណើរការបើកទ្វាររមូលរហ័សនីមួយៗនិងប្រព័ន្ធសុវត្ថិភាពរបស់ទ្វារផងដែរទី1គឺ geomagnetic sensor ប្រព័ន្ធបើកទ្វារ geomagnetic sensor ឬ sensor ដែលចាប់វត្ថុលោហៈដែលត្រូវបានដាក់នៅក្រោមដីខាងមុខទ្វារនៅពេល forklift ឬរថយន្តបើកចូលមកដល់តំបន់ sensor វានឹងចាប់សញ្ញារបស់យានយន្តហើយបញ្ជូនសញ្ញាទៅទូបញ្ជាឬ control panel ដើម្បីឲ្យទ្វារបើកដោយស្វ័យប្រវត្តិពេលរថយន្តឆ្លងកាត់រួចទ្វារនឹងបិទវិញដោយស្វ័យប្រវត្តិតាមពេលវេលាដែលបានកំណត់ប្រព័ន្ធនេះស័ក្តិសមសម្រាប់ឃ្លាំងទំនិញតំបន់លើកដាក់ទំនិញរោងចក្រដែលមាន forklift ចេញចូលជាញឹកញាប់ប្រព័ន្ធបើកបិទទ្វារទី2គឺ radar sensor ឬក៏ motion sensor បែងចែកជាពីរគឺ motion sensor ដែលចាប់ចលនាមនុស្សនិង motion sensor ដែលចាប់ចលនា forklift ឬក៏រថយន្តប្រព័ន្ធទ្វារ radar sensor ឬក៏ motion sensor នេះត្រូវបានដំឡើងនៅផ្នែកខាងលើនៃទ្វារវាអាចចាប់ចលនារបស់មនុស្សឬក៏ forklift និងរថយន្តដែលបានធ្វើដំណើរចូលមកជិតទ្វារនៅពេលរងឃើញចលនា sensor នឹងបញ្ជាឲ្យទ្វារបើកដោយស្វ័យប្រវត្តិដោយមិនចាំបាច់ចុចប៊ូតុងឬក៏តេឡេបញ្ជាឡើយប្រព័ន្ធនេះជួយឲ្យការដឹកជញ្ជូនកាន់តែរហ័សនិងកាត់បន្ថយពេលវេលារង់ចាំហើយ radar sensor នេះដែរត្រូវកំណត់ចម្ងាយមុំចាប់ឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យទ្វារបើកនៅពេលដែលមិនចាំបាច់មួយទៀតនោះគឺ push button ប្រព័ន្ធបើកទ្វាររបៀបសាមញ្ញមួយគឺចុចប៊ូតុងបងប្អូនអាចចុចប៊ូតុងដើម្បីបញ្ជាឲ្យទ្វារបើកឬក៏បិទឬក៏ឈប់តាមការបញ្ជា push button ស័ក្តិសមសម្រាប់តំបន់ដែលត្រូវការបុគ្គលិកគ្រប់គ្រងការចេញចូលដោយផ្ទាល់ដូចជាបន្ទប់ផលិតកម្មបន្ទប់ស្តុកទំនិញតំបន់អនាម័យទីតាំងដែលមិនមានចរាចរណ៍ញឹកញាប់ដោយសារវាសាមញ្ញនិងងាយស្រួលប្រើប្រាស់ហើយមួយទៀតនោះគឺ pull cord ឬខ្សែទាញសម្រាប់អ្នកបើក forklift ក៏អាចប្រើ pull cord ឬក៏ខ្សែទាញផងដែរនៅពេល forklift មកដល់មុខទ្វារអ្នកបើកបរគ្រាន់តែទាញខ្សែទ្វារនិងទទួលសញ្ញាហើយបើកឡើងដោយស្វ័យប្រវត្តិវិធីនេះជួយឲ្យបងប្អូនបើក forklift មិនបាញ់ចុះមកដីហើយក៏មិនបាច់ចាប់កាន់តែលេខបញ្ជាជាប់ខ្លួនផងដែរសូមបញ្ជាក់ថាខ្សែទាញនេះគឺជាឧបករណ៍បញ្ជាអគ្គិសនីនៅទូបញ្ជាវាមិនមែនជាខ្សែសម្រាប់ទាញសន្លឹកប្រទ្វារឡើងដោយផ្ទាល់នោះទេហើយដំណើរការមួយទៀតគឺតេឡេបញ្ជាឬហៅថា remote control ទ្វាររមូលរហ័សក៏អាចបើកដោយប្រើតេឡេបញ្ជា remote control បានដែរបងប្អូនបើក forklift អាចចុចតេឡេបញ្ជាពីចម្ងាយមុនពេលមកដល់មាត់ទ្វារវាជួយកាត់បន្ថយពេលវេលារង់ចាំនិងស័ក្តិសមសម្រាប់ទីតាំងដែលចង់កំណត់តែបុគ្គលិកឬក៏យានយន្តមួយចំនួនប៉ុណ្ណោះដែលអាចបើកទ្វារចូលបានក្រៅពីវិធីបើកទ្វាររមូលរហ័ស high speed door ក៏មានប្រព័ន្ធសុវត្ថិភាពសំខាន់ៗដើម្បីការពារមនុស្សទំនិញនិងយានយន្តផងដែរទីមួយគឺឧបករណ៍ចាប់សញ្ញាដោយប្រើប្រព័ន្ធអុបទិកឬហៅថា point photocell point photocell មានឧបករណ៍បាញ់និងទទួលកម្មពន្លឺ infrared នៅសងខាងមាត់ទ្វារនៅពេលទ្វារដំណើរការកំពុងបិទប្រសិនបើមានមនុស្សឬក៏ forklift ឆ្លងកាត់វាកាត់ផ្ដាច់កម្មពន្លឺទ្វារនឹងឈប់ហើយបើកឡើងវិញភ្លាមៗតែម្ដងដូច្នេះឧបករណ៍ចាប់សញ្ញាដោយពន្លឺអុបទិកមានមុខងារជាប្រព័ន្ធសុវត្ថិភាពមិនមែនជា sensor សម្រាប់បើកទ្វារនោះទេហើយទី2នោះគឺឧបករណ៍ចាប់សញ្ញាដោយរបារអុបទិកឧបករណ៍នេះយើងអាចហៅមួយទៀតថា safety light curtain មានកម្មពន្លឺជាច្រើនខ្សែបានឆ្លងកាត់មាត់ទ្វារពីកម្ពស់ទាបទៅកម្ពស់ខ្ពស់បើមានឧបសគ្គឆ្លងកាត់កម្មពន្លឺណាមួយប្រព័ន្ធនឹងបញ្ជាឲ្យទ្វារឈប់ឬបើកឡើងវិញភ្លាមៗប្រព័ន្ធនេះស័ក្តិសមសម្រាប់ទីតាំងដែលមានមនុស្សនិង forklift ឆ្លងកាត់ជាប្រចាំហើយមួយទៀតនោះគឺឧបករណ៍ចាប់សញ្ញាដោយពងសុវត្ថិភាពឬយើងហៅថា airbag sensor ឧបករណ៍នេះត្រូវបានដាក់នៅផ្នែកខាងក្រោមនៃផ្ទាំងទ្វារហើយផ្នែកខាងក្រោមប៉ះជាមួយមនុស្សទំនិញឬយានយន្ត sensor នឹងបញ្ជូនសញ្ញាទៅទូបញ្ជាដើម្បីឲ្យទ្វារឈប់និងបើកឡើងវិញវាជាប្រព័ន្ធសុវត្ថិភាពបន្ថែមដែលជួយកាត់បន្ថយការប៉ះទង្គិចនិងការខូចខាតដោយចៃដន្យហើយបងប្អូនជាច្រើនប្រកាសជាឆ្ងល់ថាបើសិនជាដាច់ភ្លើងតើយើងនៅតែអាចប្រើប្រាស់ទ្វាររមូលរហ័សបានដែរឬទេចម្លើយនោះគឺអាចប្រើប្រាស់បានតែពេលដែលដាច់ភ្លើងបងប្អូនអាចប្រើប្រាស់ដៃរវៃដើម្បីរវៃលើកទ្វារឡើងទៅលើមុខងារនេះមានសារៈសំខាន់បំផុតប្រើប្រាស់នៅពេលដែលមានបញ្ហាអគ្គិសនីទ្វាររមូលរហ័សឬក៏ high speed door មិនត្រឹមតែបើកនិងបិទបានលឿនប៉ុណ្ណោះទេប៉ុន្តែវាក៏ភ្ជាប់ជាមួយនឹងប្រព័ន្ធបញ្ជានិងប្រព័ន្ធសុវត្ថិភាពជាច្រើនដើម្បីសម្របទៅតាមការប្រើប្រាស់របស់រោងចក្រផលិតកម្មនិងឃ្លាំងនីមួយៗក្រវ៉ាន់ដំឡើងទ្វាររមូលរហ័សសមស្របទៅតាមទីតាំងនិងតម្រូវការរបស់អតិថិជន